ហ្នឹងហើយមានប្តីប្រពន្ធពីរនាក់ហ្នឹងគាត់ទៅរៀបការឲ្យថ្មីថ្មោងអញ្ចឹងណាហើយខាងប្តីហ្នឹងគាត់អត់ទាន់មានការងារធ្វើទេអញ្ចឹងថ្ងៃមួយប្តីហ្នឹងក៏ចេញទៅរកការងារធ្វើចេញទៅរកការងារធ្វើអញ្ចឹងទៅដើរទៅក៏បានការងារធ្វើហ្នឹងហើយក៏បានការងារហើយពេលត្រឡប់មកផ្ទះវិញមកក៏អួតប្រាប់ប្រពន្ធថាការងារបានឥឡូវបានការងារធ្វើហើយគឺការងារល្អហើយស្អែកហ្នឹងគេឲ្យបងទៅធ្វើការងារហើយហ្នឹងហើយដល់ពេលស្អែកឡើងទៅប្តីហ្នឹងខំស្លៀកពាក់ស្អាតបាតហ្នឹងហើយមានកង្វាត់កមានអាវធំមានវ៉ាលីមានអីដាក់ឯកសារអញ្ចឹងទៅដើម្បីអួតប្រាប់ប្រពន្ធថាការងារគាត់ល្អប្រាក់ខែច្រើនអីអញ្ចឹងទៅណាហ្នឹងហើយអញ្ចឹងក៏ព្រលឹមឡើងហ្នឹងក៏រៀបចំស្លៀកពាក់អីស្អាតបាតអាវធំកង្វាត់កវ៉ាលីអីអញ្ចឹងទៅក៏ចេញពីផ្ទះមកធ្វើការអញ្ចឹងដល់ពេលគាត់ចេញពីផ្ទះមកធ្វើការមកដល់កន្លែងការងារហ្នឹងគេការងារដែលគាត់ត្រូវធ្វើហ្នឹងគេមិនមែនឲ្យគាត់ធ្វើការក្នុង bureau office អីគេឲ្យគាត់ដូរសម្លៀកបំពាក់ហ្នឹងទៅពាក់ស្រោមស្វាទៅពាក់ស្រោមស្វាហ្នឹងហើយពាក់ស្រោមស្វាហើយដោយសារគាត់ធ្វើការនៅកន្លែងសួនសัตว์ណាកន្លែងដែលគាត់ធ្វើការហ្នឹងគឺជាកន្លែងសួនសัตว์ហើយដល់ពេលគេឲ្យគាត់ពាក់ស្រោមស្វាហ្នឹងដើម្បីចូលទៅក្នុងទ្រុងស្វាហ្នឹងទៅហើយទៅលោតធ្វើហក់លោតស្រែកចេកចាចអីតោងចុះតោងឡើងពីដើមឈើមួយទៅដើមឈើមួយពីប្រកាន់ដៃមួយទៅប្រកាន់ដៃមួយអញ្ចឹងណាហើយដើម្បីបង្ហាញឲ្យពួកអ្នកទេសចរអ្នកភ្ញៀវចូលទិញសម្បត្តិចូលទស្សនាហ្នឹងគេមើលទៅគេចាប់អារម្មណ៍អីអញ្ចឹងទៅគេចង់មើលចង់អីអញ្ចឹងទៅអញ្ចឹងបរោះហ្នឹងបរោះជាប្តីហ្នឹងក៏គាត់គេតម្រូវឲ្យគាត់ពាក់ស្រោមស្វាហ្នឹងហើយលោតចុះលោតឡើងហក់ចុះហក់ឡើងអីអញ្ចឹងពីដើមឈើមួយពីប្រកាន់ដៃមួយទៅប្រកាន់ដៃមួយអញ្ចឹងទៅដល់ពេលគាត់លោតចុះលោតឡើងទៅគាត់មិនទាន់ស្ទាត់ដល់ពេលលោតចុះលោតឡើងទៅស្រាប់តែចូលទៅក្នុងទ្រុងខ្លាចូលទៅក្នុងទ្រុងខ្លាប្រោកដល់ពេលចូលទៅក្នុងទ្រុងខ្លាប្រោកអឺអឺគាត់កលេចឃើញខ្លាដល់ពេលឲ្យខ្លានោះវាដើរមកវាក្រហមទៅក្រហមអញ្ចឹងទៅដើរមកកាន់តែចិត្តឡើងគាត់ក៏ចាប់ផ្ដើមភ័យទៅគាត់ស្រែកអឺគាត់ស្រែកជួយផងអញ្ចឹងណាហ្នឹងហើយគាត់ស្រែកជាសំឡេងមនុស្សមកដល់ពេលស្រែកជួយផងអាខ្លានឹងវាជាដើរមកគៀកមកមែនតើទៅគាត់ភ័យគាត់ដល់ពេលឲ្យខ្លាហ្នឹងគាត់អាខ្លាហ្នឹងវាអោនមកប្រាប់វាអោនមកខ្សឹបប្រាប់ថាហើយកុំស្រែកខ្លាំងពេកអត់ការងារធ្វើទាំងអស់គ្នាឡើយហ្នឹងហើយ